នៅក្នុងមន្ទីរពេទ្យពេញទៅដោយពន្លឺសសំឡេងឈូឆាយរត់ប្រញាប់ឯបេះដូងខ្ញុំព្រមផ្ទៀងស្ដាប់សារស័ព្ទសូរសៀងដែលរៀបរាប់យើងឈរនៅក្បែរគ្នាជួយអ្នកជំងឺដោយចិត្តគំនាប់មិនគិតនឿយហត់អ្វីសោះឡើយបងបែអពេតហើយបងពេញទូនីទីល្អឯរូបអូនឈរសំឡឹងបងមើលពន្លឺភ្នែកបងទាំងសងពេញដោយក្តីមេត្តាកូនឡងបងផ្ដល់ក្តីសងខឹមគ្រប់គ្នាបានសុខនឹងសប្បាយផងបងតែងជាកម្លាំងចិត្តអូនដើរបន្តទៀតមិនដឹងថាពេលណាបេះដូងជីវ៉ាចាប់ព្រួលប្រែពីការងារទៅជាស្នេហ៍คล้ายជាស្នេហ៍ក្នុងចិត្តអូនស្នេហ៍កើតឡើងក្នុងពេលយើងជួយគ្នាអូននឹងពុំងារក្នុងម៉ោងរវល់ចិត្តសែនំពុលទល់នឹងព្យួរទឹកភ្នែកអ្នកជំងឺបងជាមនុស្សល្អដែលអូនមិនដែលមើលរំលងបេះដូងអូនស្រឡាញ់បងដោយមិនដឹងខ្លួនសូម្បីតែពេលយប់យន់ពេលយាមនៅមន្ទីរពេទ្យបងតែនៅក្បែរអូនមិនធ្លាប់ចោលឲ្យអូនឯកាពីការងារមួយនេះคล้ายជារឿងស្នេហាអូនចង់ថែវាទុកជាមួយបងជារៀងរហូតអូនជាសុថាការីទូចមួយនៅទីនេះបងជាពេទ្យចេះព្យាបាលគេមនុស្សគ្រប់គ្នាឥតបីងារេប៉ុន្តែតើបងមានដឹងទេបងបានព្យាបាលអូនឲ្យចិត្តអូនចេះស្រឡាញ់មាសមេឈប់មិនបានទេលំស្នេហ៍បងហើយពេលបងញញឹមនិយាយលងអ្នកជំងឺពេលអូនស្ដាប់ឮសែងកក់ក្តៅមានងនួលល្អដោយបងនៅក៏មិនដែលមានចិត្តមងសៅចង់ឲ្យពេលវេលាឈប់ត្រឹមតែយិនពីអ្នកបាននៅពីបើបានជួបបងហើយលើក្បែរបងរហូតមិនដឹងថាពេលណាប្រែពីការងារคล้ายជាចំណងនួនអងរួមការងារคล้ายជាមនុស្សពិសេសក្នុងចិត្តស្នេហ៍កើតឡើងក្នុងពេលយើងជួយគ្នាអូននឹងពុំងារក្នុងម៉ោងរវល់ចិត្តសែនំពុលទល់នឹងព្យួរទឹកភ្នែកអ្នកជំងឺបងជាមនុស្សល្អដែលអូនមិនដែលមើលរំលងបេះដូងអូនស្រឡាញ់បងដោយមិនដឹងខ្លួនសូម្បីតែពេលយប់យន់ពេលយាមនៅមន្ទីរពេទ្យបងតែនៅក្បែរអូនមិនធ្លាប់ចោលឲ្យអូនឯកាពីការងារមួយនេះคล้ายជារឿងស្នេហាអូនចង់ថែភាពទុកជាមួយបងជារៀងរហូតឯកសណ្ឋានសស្តាតនេះមានស្នេហ៍លាក់ក្នុងវាហើយមិនព្រមតែជួយអ្នកជំងឺឡើយតែចង់ជួយ